ថ្នាំព្យាបាលជំងឺផ្លូវចិត្តឬក៏ជំងឺថប់អារម្មណ៍ឬក៏ anti depression ឆ្ងល់ថាតើហាងមីអាចញ៉ាំជាមួយនឹងប្រភេទអស់ហ្នឹងបានអត់ហើយក៏ខ្ញុំដឹងថាពេលដែលខ្ញុំចេញ topic នេះទៅគឺក៏មានអ្នក copy និយាយតាមគឺច្រើនតែអ្វីដែលសំខាន់គឺនៅតែចង់និយាយដោយសារតែខ្ញុំគិតថាបងដែលគាត់ទិញជាមួយនឹងហាងមីឬក៏គាត់ប្រើជាមួយនឹងហាងមីបងភាគច្រើនមកគឺគាត់តែងតែលាក់ជាមួយនឹងបញ្ហាហ្នឹងចាជាមួយនឹងការញ៉ាំជាមួយនឹងថ្នាំ anti depression ឬក៏ថ្នាំព្យាបាលជំងឺដែលយើងងាយស្រួលហៅគឺថាថ្នាំព្យាបាលផ្លូវចិត្ត yes វាមានច្រើនប្រភេទវាមិនមែនមានតែមួយពីរមុខទេវាមានច្រើនអញ្ចឹងហើយបងពេលខ្លះគឺគាត់លាក់គាត់អត់ប្រាប់ទេថាអូខេគាត់អត់មានជំងឺអីទេព្រោះគឺគាត់គិតថាអាហ្នឹងគឺមិនមែនជាជំងឺប្រចាំកាយទេតែពិតវាត្រូវដោយសារតែសម្រាប់ជំងឺផ្លូវចិត្តហ្នឹងគឺវាមិនមែនជាជំងឺប្រចាំកាយទេព្រោះយើងគឺអាចយកឈ្នះវាបានក្នុងពេលណាមួយអីចឹងទៅចាអញ្ចឹងអូនចង់ជំរាបថាសម្រាប់ហាងមីមួយបើសិនជាបងប្រើជាមួយនឹងប្រភេទថ្នាំដែលសម្រួលអារម្មណ៍ឬក៏ថ្នាំព្យាបាលជំងឺផ្លូវចិត្តគឺអត់អាចប្រើជាមួយនឹងហាងមីបានទេដាច់ខាតបងហើយបើសួរថាបងវាប៉ះគ្នាមិនបានញ៉ាំទៅវាអត់បានទេនិយាយទៅភាគច្រើនគឺភ្ញៀវគឺគាត់ចូលចិត្តសួរសំណួរមកវិញគឺវាយហេតុអីបានវាញ៉ាំមួយគ្នាបានខ្លះថាវាជារបស់ធម្មជាតិតែចង់ជួយបងថែមចេះធម្មតាមិនថាថ្នាំណាក៏ដូចថ្នាំណាដែរវាតែងតែគេហៅថាផ្ដល់ការជួយដល់សុខភាពរបស់យើងផ្សេងគ្នាខ្ញុំនិយាយពីថ្នាំពេទ្យណាអញ្ចឹងបងមិនក៏មិនឆ្ងល់ផងថាហេតុអីថ្នាំ A ឧទាហរណ៍ថ្នាំ A និយាយរឿងថ្នាំពេទ្យណាថ្នាំ A មិនក៏អត់អាចលេបមួយថ្នាំ B បានហើយមិនក៏លេបចូលគ្នាទៅវាប្រតិកម្មគ្នាហើយបងមិនក៏មិនឆ្ងល់ថាដូច skin care ឧទាហរណ៍ថាពួក retinol អត់អាចលេបជាមួយនឹងពួកវីតាមីន C បានទេគាត់ដាក់ទៅគ្នាលាកប៉ុន្តែសួរថាតរំតែយើងដឹងវាមិនស្បែកហ្នឹងវាលាបហើយវាលាកហើយវារោលក្រហមអត់ហើយអញ្ចឹងបើសិនជាស្បែកខាងក្រៅបងគ្រាន់តែលាបជាមួយនឹងលេសំណើមឬក៏លេអីត្រជាក់វាចាប់ដើមរៀងធូរមកវិញហើយឬក៏ញ៉ាំថ្នាំរលាកស៊ីអាហ្នឹងបាត់ប៉ុន្តែរបស់លេបចូលពោះផ្សេងណាបងណាលេបផ្សេងពេលដែលដោយសារតែនៅខ្មែរយើងគឺអត់ទាន់ឃើញអាការៈដែលថាប្រតិកម្មថ្នាំណាថាពេលដែលយើងអត់ដឹងថាសារធាតុណាមួយវាប្រឆាំងជាមួយនឹងសារធាតុណាមួយហើយពេលដែលយើងប៉ះដាក់តោគ្នាទៅពេលដែលវាប្រតិកម្មគឺវាសាហាវប៉ុណ្ណាចាអាហ្នឹងគឺខ្ញុំចង់ឲ្យបងគិតត្រង់កន្លែងហ្នឹងហើយសួរថាមិនមែនខ្ញុំអត់ចង់ឲ្យបងប្រើទេបងអ្នកលក់ណាមិនចង់បានលុយតែដោយសារអីបងខ្ញុំផ្ទាល់ខ្ញុំមិនមែនស្គមស្អាតហើយបាទខ្ញុំមកលក់ឲ្យមីណាខ្ញុំធ្លាប់ធាត់បងខ្ញុំធាត់តាំងពីតូចរហូតដល់អាយុច្រើនហើយបើនិយាយពីថាបើសិនជាខ្ញុំស្គមពីអាយុ20ជាងមកប្រហែលជាជីវិតខ្ញុំអាចនឹងប្រសើរជាងនេះហេតុអីខ្ញុំក៏ដឹងដែរបងខ្ញុំមិនមែនអត់ដឹងថាតើពេលដែលគេបូលីឬក៏ពេលដែលម្នាក់និយាយតាក់ទងទៅនឹងរូបរាងកាយរបស់យើងគឺយើងបាក់ទឹកចិត្តប៉ុណ្ណាខ្ញុំធ្លាប់បងខ្ញុំធ្លាប់ដូចគ្នាបងព្រោះមិនមែនមនុស្សកើតមកស្គមណាបងអញ្ចឹងខ្ញុំធ្លាប់ដូចគ្នាពេលខ្លះយើងត្រូវទ្រាំជាមួយពាក្យស្ដីអស់ហ្នឹងពេលខ្លះទៅយើងយកអាពាក្យស្ដីហ្នឹងមកគិតធ្វើឲ្យខ្លួនឯងវាកាន់តែយ៉ាប់យ៉ឺនអាហ្នឹងនិយាយពីខ្ញុំណាអញ្ចឹងហើយបានខ្ញុំចង់ជម្រាបបងថាជាទូទៅសម្រាប់ខ្ញុំហ្មងគឺខ្ញុំតែងតែនិយាយដែរថាខ្ញុំពិតជាគិតពីសុខភាពបងមុនរាល់ថ្ងៃខ្ញុំហ៊ាននិយាយថាខ្ញុំស្ដាប់រឿងអត់ក្រោម100រឿងទេខ្ញុំហ៊ាននិយាយចឹងអត់ក្រោម100រឿងទេបងព្រោះដោយសារអីភ្ញៀវមិនមែនត្រឹមតែ100នាក់ចាអញ្ចឹងគឺខ្ញុំត្រូវតែស្ដាប់តាក់ទងនឹងរឿងរបស់គាត់តាក់ទងនឹងរឿងអីផ្សេងដើម្បីខ្ញុំអាចស្វែងយល់ពីគាត់តែមិនមែនបានន័យថាខ្ញុំទៅចេះដឹងរឿងគេឬក៏អីណាអត់ទេប៉ុន្តែគឺខ្ញុំគាត់តែចង់ដឹងថាសុខភាពរបស់គាត់បែបម៉េចដែរចាអញ្ចឹងការស្រកគីឡូបងមិនមែនត្រឹមតែស្រកតែគីឡូទេផ្លូវចិត្តទៅបងខ្ញុំហ៊ាននិយាយថាផ្លូវចិត្តគឺជាកត្តាសំខាន់បំផុតនៅក្នុងការសម្រកគីឡូមិនថាបងធ្វើអីក៏ដោយបងផ្លូវចិត្តគឺសំខាន់ជាងគេអាហ្នឹងខ្ញុំឧទាហរណ៍ឲ្យបងយល់មួយដែលគេតែងនិយាយថាហេតុអីស្បែកយើងណា scrap ផងលាបលេនេះផងលាបលេនោះផងអត់សសោះហើយខំបំពកមិនមែនចន់ក៏នៅតែអត់សដែរមើលមកឡងស្អាប់តែម្នាក់គឺអត់បានសួរគាត់ថាអូបងទឹកមុខបងដូចរៀងថ្ងៃហ្នឹងអត់ស្រួលសោះដូចមុខរៀងខ្មៅដល់ហើយស្បែកផងបងដូចរៀងស្អាប់ដល់ហើយបងបាក់ចិត្តរឿងអីមែនអត់មានណាគេដែរសួរអញ្ចឹងគេត្រូវអត់ yes អញ្ចឹងរាងកាយយើងគឺវា connect គ្នាបងវា connect គ្នាជាមួយនឹងចិត្តយើងហ្មងកុំគិតថាគ្រាន់តែប៉ុណ្ណឹងអត់អីណា no អត់ទេមួយទៀតស្រីយើងភាគច្រើននិយាយថាអូយខ្ញុំប្រហែលជាគេហៅថាអរម៉ូនប្រែប្រួលឬក៏នេះឲ្យបងខ្ញុំអត់មករដូវសោះខ្ញុំពិបាកក្នុងការមករដូវខ្លាំងហ្មងខ្ញុំចាស់ខ្ញុំចោះអីចេះចោះចេះបើសិនជាបងធ្លាប់ទៅ80ត្រីពាក្យដែល80សួរបងដំបងគេហ្មងណាតើមួយរយៈហ្នឹងបងមានគិតច្រើនអត់មួយរយៈហ្នឹងមាន stress អត់ហើយមួយរយៈហ្នឹងបានសម្រាប់គ្រប់គ្រាន់អត់ត្រូវអត់បងប៉ុន្តែអ្វីដែលយើងផ្លិចគឺយើងគិតថាអូប្រហែលជាការញ៉ាំមកពីចេះមកពីចោះមកពីកតាអីទាំងអស់ប៉ុន្តែអ្វីដែលយើងមើលរំលងគឺផ្លូវចិត្តអញ្ចឹងអាហ្នឹងគឺខ្ញុំចង់ឧទាហរណ៍ប៉ុណ្ណឹងហើយអ្វីដែលខ្ញុំសូមបងបើសិនជាបងមានបញ្ហាហ្នឹងបងកុំខ្លាចក្នុងការទៅជួបពេទ្យផ្លូវចិត្តខ្ញុំនិយាយថាសូមព្រោះសូមឲ្យតែខ្ញុំក៏ខ្ញុំធ្លាប់ជួបដែរហើយវាពិតជាប្រសើរមែនខ្ញុំពិតជាប្រសើរមែនហើយខ្ញុំអាចទម្លាក់ជាមួយនឹងអាអស់ហ្នឹងបានទៀតហើយគឺស្រឡាញ់ខ្លួនឯងជាងមុនយើងមានអារម្មណ៍ល្អក្នុងការកែប្រែខ្លួនឯងមានអារម្មណ៍ថា confident ជឿជាក់លើខ្លួនឯង
អាហ្នឹងក៏វាជាផ្នែកមួយនៅក្នុងការជួយឲ្យស្រកបានល្អដែរពីបទពិសោធន៍ខ្ញុំវិញសម្រាប់ខ្ញុំហ្មងណាខ្ញុំធ្លាប់គីឡូធ្ងន់ឡើង70-80គីឡូអាហ្នឹងខ្ញុំឡើងលេងហ៊ានឡើងចេញហើយបងអាចមើលជាមួយនឹងមុខខ្ញុំបានមុនគឺខ្លាំងមែនតើបន្ទាប់មកបងអាចមើលស្បែកខ្ញុំពេលដែលខ្ញុំគីឡូធ្ងន់ខ្លាំងស្បែកគឺនេះហ្មងហើយពេលហ្នឹងគឺខ្ញុំរាំងរដូវទៀតដោយសារតែខ្ញុំឡើងគីឡូខ្លាំងពេកហើយគឺខ្ញុំ stress តែអ្វីដែលអាចធ្វើឲ្យខ្ញុំកែប្រែដូចដល់រាល់ថ្ងៃគឺមានពាក្យសម្ដីតែមួយឯងពេលដែលគាត់អាការហ្នឹងគឺពេលដែលខ្ញុំឡើងគីឡូខ្លាំងគឺខ្ញុំរៀនសកលហើយគឺធម្មតាគឺខ្ញុំរៀងចរិតរៀងប្រុសដែរតែខ្ញុំស្រឡាញ់ប្រុសហើយណាខ្ញុំស្រឡាញ់ប្រុសហើយបច្ចេកទីខាងខ្ញុំស្បៀនអីគឺខ្ញុំចារៀងអត់សូវចេះតែងខ្លួននិយាយចេះវិញគឺអត់ហ្មងគឺខ្ញុំចូលចិត្តរបៀបថាស្លៀកខោកបោអាវយឺតឬក៏យើងគេហៅថាពេលខ្លះទៅចងសក់ដូចឥឡូវចឹងណាបងឃើញវីដេអូខ្ញុំភាគច្រើនហើយគឺខ្ញុំអត់សូវចេះធ្វើខ្លួនឯងភាគច្រើនចងអត់អស់ឬក៏កឹបអីចឹងលើអស់ហើយយ៉ាអត់ចេះកាលហ្នឹងក៏អត់ចេះសូម្បីតែលាបម្សៅទៅរៀនក៏អត់ដែរសូវាទៅទាំងមុខស្រៀនហើយមុខអាក្រក់ចឹងហើយរៀងយើងវាចឹងទៀតបន្ទាប់មកគឺធម្មតាខ្ញុំរៀនខាខោនយ៉ាបងប្រកាសជាដឹងហើយថាអត់សូវមានប្រុសឲ្យធ្វើអត់ហើយសិតតែស្អាតទៀតគ្រូខ្ញុំហ្មងណាគឺគាត់និយាយនៅក្នុងថ្នាក់ពេលពងបរិញ្ញាហ្នឹងហ្មងតែគាត់និយាយជាមួយនឹងអ្នករៀនជុំគ្នាហ្នឹងប៉ុន្តែគាត់អង្គុយតុក្រោយខ្ញុំអីចឹងណាតែគាត់គឺពិតជាស្អាតមែនគឺស្អាតបែបថាគឺស្អាតសូម្បីតែខ្ញុំគឺមើលគាត់ឡើងចង់លងណារបៀបចឹងណាយ៉ាហើយគឺគាត់ក៏និយាយលេងពេលគ្រូខ្ញុំក៏និយាយលេងក្នុងថ្នាក់អីចឹងពេលពងបរិញ្ញាហ្នឹងក៏គាត់និយាយលេងថាអូញ៉ាំច្រើនញ៉ាំអីចឹងឬក៏នេះចឹងទៅបើសិនជាវាថាធាត់ដូចខ្ញុំអ្នកអង្គុយមុខចឹងណាអ្នកអង្គុយមុខម្នាក់ហ្នឹងអីចឹង yes បងទីមកថាគាត់និយាយថាម៉េចបងស្រីហ្នឹងគឺគាត់និយាយថាបើសិនជាគាត់មានប្រពន្ធខ្ញុំហើយនឹងមុខមុនដូចខ្ញុំគាត់អត់រស់ទេគាត់សុខទៅស្លាប់ខ្លួនចោលហ្មងព្រោះគាត់ទទួលយកខ្លួនឯងបានគាត់និយាយទៅគឺគាត់អត់អាចប្រោយឲ្យខ្លួនឯងចឹងទេហើយម្នាក់គឺនំហ៊ីសើចតែខ្ញុំពេលហ្នឹងក៏សើចដែរខ្ញុំដំបូងខ្ញុំរៀងនេះដែរប៉ុន្តែក៏ខ្ញុំក៏សើចដែរព្រោះបើខ្ញុំគិតដល់ឥឡូវខ្ញុំគិតមួយផ្នែកទៀតណាពេលហ្នឹងគឺខ្ញុំពិបាកចិត្តមែនខ្ញុំរៀងពិបាកចិត្តថាខ្ញុំគិតពីពាក្យស្ដីហ្នឹងរហូតបាទខ្ញុំចាប់ដើមចេះខ្ញុំកាន់តែស្ទះខ្ញុំកាន់តែឡើងគីឡូប៉ុន្តែដល់ពេលដល់ពេលដែលខ្ញុំស្រកហើយខ្ញុំអីហើយគឺខ្ញុំគិតមួយជ្រុងទៀតពេលដែលខ្ញុំចាប់ដើមជួបពេទ្យជួបអីហើយខ្ញុំចេះគេហៅថាធ្វើចិត្តខ្ញុំចេះសម្រួលអារម្មណ៍ណាហើយក៏ខ្ញុំគិតខ្ញុំគឺព្យាយាមគិត positive ហើយ positive ខ្ញុំហ្នឹងគឺខ្ញុំគិតថាអូខេបើយើងនៅជ្រុងពីគាត់វិញអានេះខ្ញុំចង់ឲ្យអ្នកនរគិតថងកន្លែងហ្នឹងណាបើសិនជាខ្ញុំនៅលើជ្រុងគាត់វិញឧទាហរណ៍ថាឥឡូវខ្ញុំឥឡូវនេះគីឡូ40ជាងស្រកនៅសល់ស្អាតជាងណាប៉ុន្តែស្រាប់តែខ្ញុំសុកបដូរទៅ80គីឡូវិញសូម្បីតែខ្ញុំប្រកាសជាទទួលយកខ្លួនឯងអត់បាន yes អញ្ចឹងខ្ញុំគិតថាអូខេប្រហែលជាពេលហ្នឹងគាត់ក៏ដូចខ្ញុំឥឡូវដែរខ្ញុំគិតថាប្រហែលជាគាត់អាចនឹងគិតថាគាត់ខំថែខ្លួនគាត់ខំថែទាំងស្បែកទាំងរាងទាំងអីព្រោះគាត់គឺស្គមបែបឆ្អឹងហ្មងហើយគាត់ខ្ពស់គាត់ស្អាតគឺ model អត់ដូរហ្មងគឺស្អាតអញ្ចឹងគឺខ្ញុំគិតថាអូបើសិនជាខ្ញុំជាគាត់ក៏ខ្ញុំអាចនឹងគិតចឹងដែរអញ្ចឹងបាទខ្ញុំតែងតែគិតថាអូខេសម្រាប់បងប្អូនដែលគាត់មាន baby ដែលគាត់ផ្លាស់ប្ដូររូបរាងកាយហើយគាត់តែងតែមកសួរថាអូនកូនអ៊ំដោះប្រើបានអត់ឬក៏របៀបទៅសារ៉ាបានមួយខែប្រើហេមីបានអត់មុនដំបូងខ្ញុំក៏រៀងនេះដែរថាអូហើយពេលហ្នឹងក៏ខ្ញុំគិតថាយ៉ាពិតជាទទួលយកខ្លួនឯងបានមែនព្រោះបើសិនជាខ្ញុំមិនអាចទទួលយកខ្លួនឯងបានដែរប៉ុន្តែពេលដែលខ្ញុំនៅគីឡូធ្ងន់គឺការគិតរបស់ខ្ញុំផ្សេងព្រោះខ្ញុំគឺពិតជាអត់ស្រឡាញ់រូបរាងរបស់ខ្ញុំមែនប៉ុន្តែអ្នកគ្នាត្រូវដឹងថាតាមពិតទៅមនុស្សម្នាក់ទៅម្នាក់គឺមានការគិតខុសគ្នាអត់អាចដូចគ្នាយើងក៏អត់អាចឲ្យគេយល់ពីយើងក៏អត់អាចយល់ពីគេបានន័យថាការគិតគឺផ្សេងគ្នាទាំងអស់អញ្ចឹងអ្នកគ្នាគិតតែប៉ុណ្្នឹងទៅគឺសន្តិភាពផ្លូវចិត្តហ្មងអាហ្នឹងជាអ្វីដែលខ្ញុំចង់ចែករំលែកខ្ញុំអត់ចង់សូម្បីតែខ្ញុំអ្នកលក់សម្រក់មែនណាខ្ញុំអត់ដែរប្រាប់ភ្ញៀវថាបងម៉ៃត្រូវស្រក10គីឡូទៀតទៅរៀងម៉ៃប៉ុណ្ណឹងមិនស្អាតខ្ញុំអត់ដែរនិយាយចឹងទេណាបងស្ដាប់វីដេអូខ្ញុំក៏បានបើសិនជាបងដែលជាម៉ូចាស់គឺធ្លាប់ប្រភេទផ្សេងមួយខ្ញុំគឺខ្ញុំតែងតែនិយាយថាគីឡូបងប៉ុណ្ណឹងស្អាតប៉ុន្តែបើសិនជាបងចង់ស្រកជាងហ្នឹងរត់តែស្អាតព្រោះអីមនុស្សគ្រប់គ្នាស្អាតបងមិនថាគីឡូធំមិនថាគីឡូតិចមិនថាគីឡូប៉ុណ្ណាសុទ្ធតែស្អាតទាំងអស់គឺស្អាតរៀងខ្លួនចាអញ្ចឹងសូម្បីតែខ្ញុំក៏អត់មានថាពេលដែលភ្ញៀវចង់ស្រកខ្លាំងពេកគឺខ្ញុំមានតែខាត់ខ្ញុំថាបងប៉ុណ្ណឹងបានហើយគិតពីសុខភាពរបស់បងខ្ញុំអត់មានតម្រូវឲ្យបងត្រូវអត់បាយមួយថ្ងៃវល់ល្ងាចហើយញ៉ាំតែមួយពេលដើម្បីចង់ស្រកលឿនអត់ទេហេតុអីវាអត់ថិតថេរទេខ្ញុំចង់និយាយថាអាការស្រកហ្នឹងគឺវាអត់ថិតថេរមិនបងឧទាហរណ៍បើបងឈឺកាពះបងពេលឈឺដូចគេនិយាយថាតតែឃើញក្រេបពេទ្យគេហៅអីគេតឃើញតាមជួនស្រកទឹកភ្នែកតែប៉ះពាក្យហ្នឹងមកដំបូងគឺខ្ញុំអត់ដែលនិយាយទៅខ្ញុំអត់ដែលគិតដល់ហ្មងប៉ុន្តែដល់ពេលមួយដល់ពេលចាប់ដើមឥឡូវខ្ញុំអាចនិយាយបានហ្នឹងគឺខ្ញុំអាយុ70ហើយណាដែលខ្ញុំមើលទៅគេហៅថាជីវិតទៀងពីមុនណាខ្ញុំហ៊ាននិយាយថាពេលដែលយើងចាប់ដើមឈឺឬក៏យើងចាប់ដើមរបៀបថាបាក់ខ្លាំងនៅស្អីពេលខ្លះយើងធ្វើការច្រើនយើងគិតច្រើនយើងអីយើងត្រូវមានទំនួលខុសត្រូវចាំបាទយើងមានអារម្មណ៍ថាអារឿងហ្នឹងវាគ្រាន់តែជាចំណែកមកគេហៅថាមិនសំខាន់ពេកក៏មិនឲ្យអត់ពេកដែរបានន័យថាយើងគ្រាន់តែ
អាចស្រឡាញ់ខ្លួនឯងច្រើនជាងមុនហើយរកវិធីណាដែលឲ្យខ្លួនឯងងាយស្រួលជាងមុនឧទាហរណ៍បងញ៉ាំហើយមីមែនប៉ុន្តែបងញ៉ាំអាហារធម្មតាស្រកដូចគ្នាតើបងគ្រាន់ថាពេលខ្លះវាស្រកលឿនហើយនឹងតិចគឺអាស្រ័យទៅលើសុខភាពរបស់បងប៉ុន្តែគឺវានៅតែស្រកចាហើយមួយទៀតពេលខ្លះខ្ញុំក៏យល់ដែរភាគច្រើនបងតែងតែនិយាយថាបងខ្ញុំចេះខ្ញុំគេបូលីចេះយ៉ាខ្ញុំក៏យល់អារម្មណ៍ដែរចឹងខ្ញុំព្យាយាមលើកទឹកចិត្តមិនថាភ្ញៀវមិនថាមិត្តភក្តិមិនថាអ្នកណាក៏ដោយគឺខ្ញុំនៅតែនិយាយតែថាអត់មានអ្នកគេស្រឡាញ់យើងជាងខ្លួនយើងទេហើយក៏កុំយកសុខភាពខ្លួនឯងទៅបលែងលេងជាមួយនឹងសម្រាប់ខ្ញុំហ៊ាននិយាយចឹងហ្មងទោះជាខ្ញុំអ្នកលក់ប្រភេទសម្រាប់ក្រោយប៉ុន្តែគឺខ្ញុំមានកលការរបស់ខ្ញុំដូចគ្នាការស្រកគឺត្រូវតែសុខភាពត្រូវតែគេហៅថាអត់មានត្រូវឈឺអីបន្ទាប់ពីយើងស្រកហើយព្រោះអីខ្ញុំចង់ recommend ឲ្យបងគិតមួយយ៉ាងចេះជីវិតខ្ញុំណាខ្ញុំនិយាយពីខ្ញុំចុះពេលដែលគីឡូធ្ងន់និងពេលដែលគីឡូតិចខ្ញុំហ៊ាននិយាយថាប៉ិតជាខុសគ្នា360ដឺក្រេមិនថាការងារមិនថារឿងអីផ្សេងៗទេមិនថាខាងតំណែងមិនខាងអីគឺល្អជាងមុន180ដឺក្រេខ្ញុំចង់ឲ្យបងមានពេល enjoy ជាមួយនឹងអ្វីទាំងអស់ហ្នឹងស្លៀកពាក់ដែលខ្លួនឯងចង់ស្លៀករឹបរៀងចាយរៀងដើរលេងសប្បាយចិត្តនៅរៀងដែលយើងស្រឡាញ់រៀងទូចល្អិតយ៉ាប៉ុណ្ណឹងចង់បងសូមមេត្តាកុំកុហកអ្នកលក់អីសូមវល់ហ្មងណារឿងថ្នាំប្រាប់មក